អាណាមានផ្ទៃពោះច្រើនខែមកហើយប៉ុន្តែប្តីនិងម្ដាយក្មេករបស់នាងបានបង្ខំនាងឲ្យរំលូតកូនចេញគ្រាន់តែដោយសារតែការថតអេកូបង្ហាញថានាងមានកូនស្រីចំណែកឯស្រីកំណានរបស់ប្តីនាងវិញក៏មានផ្ទៃពោះកូនប្រុសដែលជាអ្នកស្នងមរតកស្របច្បាប់របស់គ្រួសារនៅក្នុងគ្រួសាររបស់គាត់មានតែកូនប្រុសទេដែលអាចទទួលមរតកគ្រប់យ៉ាងអ្វីដែលពួកគេមិនដឹងនោះគឺថាកូនស្រីដែលពួកគេចង់បោះបង់ចោលនោះតាមពិតគឺជាទេពធីតានៃទ្រព្យសម្បត្តិបន្ទាប់ពីធ្វើការមិនឈប់ឈរអស់រយៈពេល300ឆ្នាំនៅឋានសួគ៌ក៏ដោយមិនបានសម្រាកសំបីតែមួយដងនាងក៏អស់កម្លាំងដូច្នេះនាងសម្រេចចិត្តចាប់ជាតិក្នុងគ្រួសារអ្នកមានហើយសម្រាប់វិស្មកាល100ថ្ងៃអ្នកគ្រប់គ្រងឋានសួគ៌បានយល់ព្រមតាមសំណើរបស់នាងបានជ្រើសរើសកើតក្នុងគ្រួសារអ្នកមានបំផុតនៅក្នុងទីក្រុងគឺគ្រួសារ Davis Group ប៉ុន្តែអ្វីដែលនាងមិនបានដឹងនោះគឺថាបុរសដែលនាងបានជ្រើសរើសជាឪពុករបស់នាងហៀបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរំលូតកូនដោយសារតែការថតអេកូនិយាយថានាងគឺជាកូនស្រីទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងឋានសួគ៌បានបញ្ជូននាងទៅគ្រួសារ Davis ដែលចង់ភ្ជាប់ដោយជោគវាសនាជាអកុសលជោគវាសនានោះនឹងកត់សម្គាល់ការចាប់ផ្ដើមនៃគ្រោះមហន្តរាយស្ត្រីនោះគឺអាណាជាភរិយារបស់គ្រួសារ Davis នៅពេលនេះនាងកំពុងត្រូវបានម្ដាយក្មេកនិងស្វាមីរបស់នាងឈ្មោះ Benjamin រុញច្រានដល់ចំណុចកំពូលរបាយការណ៍អ៊ុលត្រាសោនតែមួយបានផ្សារភ្ជាប់ជោគវាសនារបស់កុមារនៅក្នុងផ្ទៃរបស់នាងនៅក្នុងគ្រួសារនេះមានតែកូនប្រុសទេដែលអាចទទួលមរតកបានអ្វីដែលធ្វើឲ្យរឿងកាន់តែអស់សង្ឃឹមនោះគឺស្រីកំណានរបស់ Benjamin ឈ្មោះ Emily មានកូនប្រុសរួចទៅហើយកិច្ចព្រមព្រៀងលែងលះត្រូវបានបោះចោលនៅចំពោះមុខអាណាផ្ទះមួយខ្នងនិងប្រាក់$10 លាននោះជាសំណងសម្រាប់នាងនិងកូនស្រីដែលមិនទាន់កើតសម្លេងរបស់ Benjamin គឺត្រជាក់ដូចទឹកកកគាត់បានប្រាប់នាងថាដោយសារនាងមិនអាចផ្ដល់កូនប្រុសឲ្យគាត់នាងត្រូវតែដើរចេញដើម្បី Emily និងកូនរបស់នាងពេលដែលអាណាមានអារម្មណ៍ថាចាញ់ទាំងស្រុងស្រាប់តែមានសម្លេងបន្លឺឡើងក្នុងចិត្តវាគឺជាសម្លេងរបស់ទារកនៅក្នុងផ្ទៃរបស់នាងកូនស្រីដែលមិនទាន់កើតនេះគ្មាននរណាក្រៅពីទេពធីតានៃទ្រព្យសម្បត្តិដែលរស់នៅជាបណ្ដោះអាសន្ននោះទេបន្ទាប់ពីដឹងការពិតអាណាបានរកឃើញភាពក្លាហានរបស់នាងបានហែកកិច្ចព្រមព្រៀងលែងលះហើយសម្រេចចិត្តទុកកូន Benjamin ខឹងយ៉ាងខ្លាំងចំពោះការប្រឆាំងរបស់នាងគាត់បានបញ្ជាឲ្យគណនីធនាគារទាំងអស់របស់ឯងត្រូវបានបង្កប់ដោយកាត់ផ្តាច់ការចូលប្រើប្រាស់ប្រាក់របស់នាងទាំងស្រុងគាត់ចង់ឲ្យនាងយល់ថាបើគ្មានគ្រួសាររបស់គាត់នាងគ្មានអ្វីសោះជាប់ក្នុងផ្ទះគ្មានលុយអាណាក៏ជួបបញ្ហាយ៉ាងឆាប់រហ័សប៉ុន្តែទីរូបនៅខាងក្នុងនាងមានទំនុកចិត្តទាំងស្រុងនាងបានប្រាប់អាណាឲ្យស្វែងរកជ្រុងនៃថតមួយដែលនាងបានរកឃើញទូរស័ព្ទចាស់មួយនៅខាងក្នុងគឺជាគណនីដែលត្រូវបានបំភ្លេចចោល$100,000ដែលឯណាបានសន្សំមុនពេលរៀបការវាគឺជាអ្វីដែលពួកគេមានទីរូបបានផ្ដល់ការណែនាំដំបូងរបស់នាងទិញលេខកូដភាគហ៊ុន0025544អាណាបានមើលតារាងភាគហ៊ុនបានធ្លាក់ចុះ7ថ្ងៃជាប់គ្នាហើយជិតឈានដល់ការលុបចោលអ្នករាល់គ្នានៅលើអ៊ីនធឺណិតកំពុងហៅវាថាជាគ្រោះមហន្តរាយប៉ុន្តែនាងជ្រើសរើសទុកចិត្តកូនស្រីរបស់នាងបានវិនិយោគប្រាក់$100,000ទាំងស្រុងជំនួយការរបស់ Benjamin បានរាយការណ៍យ៉ាងរហ័សអំពីការផ្លាស់ប្ដូររបស់ Anna ពេល Benjamin ឮថានាងបានប្រើលុយចុងក្រោយរបស់នាងដើម្បីទិញភាគហ៊ុនដែលបរាជ័យគាត់ក៏ញឹមចំពោះគាត់វាគ្រាន់តែជាល្បែងដ៏អស់សង្ឃឹមមួយប៉ុណ្ណោះល្អឥតខ្ចោះនាងនឹងបាត់បង់អ្វីទាំងអស់ហើយទីបំផុតបោះបង់នៅថ្ងៃបន្ទាប់ទីផ្សារបានបើកអាណាបានចូលដោយភ័យបន្ទាត់ពណ៌បៃតងនៅលើអេក្រង់ស្រាប់តែប្រែជាពណ៌ក្រហមហើយបាញ់ត្រង់ឡើងលើដល់ដែនកំណត់ក្នុងមួយថ្ងៃ$100,000ក្លាយជា$200,000នៅក្រុមហ៊ុនរបស់ Benjamin និយោជិតកំពុងភ្ញាក់ផ្អើលអំពីការស្ទុះងើបឡើងវិញដ៏គួរឲ្យភ្ញាក់ផ្អើលនៃភាគហ៊ុនពេល Benjamin រលេខកូដភាគហ៊ុនទឹកមុខរបស់គាត់ងឹតវាគឺជាអ្វីដែលអាណាបានទិញទោះជាយ៉ាងណាលោកបានចាត់ទុកវាជាសំណាងគាត់បានបញ្ជាឲ្យគណនីរបស់នាងនៅតែបង្កប់គាត់ចង់ឃើញថាតើសំណាងតែម្នាក់ឯងអាចទ្រទ្រង់នាងបានយូរប៉ុណ្ណា3ថ្ងៃក្រោយមកប្រាក់$200,000បានកើនឡើងដល់$500,000ប៉ុន្តែនោះនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ផែនការរបស់ទារកនោះទេទារកបានប្រាប់ Anna អំពីក្រុមហ៊ុនបច្ចេកវិទ្យាដែលគេស្គាល់តិចតួចមួយឈ្មោះថា Illusion Tech ដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាការពិតនិម្មិតដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍ក្នុងរយៈពេលកន្លះខែបច្ចេកវិទ្យានឹងផ្ទុះឡើងក្នុងប្រជាប្រិយភាពហើយភាគហ៊ុននឹងកើនឡើង100ដងវាជាឱកាសរបស់នាងក្នុងការក្លាយជាមហាសេដ្ឋីប៉ុន្តែពួកគេមិនមានដើមទុនគ្រប់គ្រាន់ទេដើម្បីរៃអង្គាសប្រាក់អាណាបានព្យាយាមលក់គ្រឿងអលង្ការដែល Benjamin បានផ្ដល់ឲ្យនាងប៉ុន្តែកន្លែងបញ្ចាំគ្រប់កន្លែងបដិសេធវាបានប្រែក្លាយថា Benjamin បានគ្រោងទុកសម្រាប់រឿងនេះរួចហើយគ្រឿងអលង្ការគ្រប់ដុំដែលគាត់បានផ្ដល់ឲ្យនាងត្រូវបានឆ្លាក់ដោយសញ្ញារបស់គ្រួសារគាត់ហើយគាត់បានជូនដំណឹងដល់គ្រប់ហាងនៅក្នុងទីក្រុងមិនឲ្យទទួលយកពួកគេអ្វីដែលគាត់បានផ្ដល់ឲ្យនាងមិនមែនជាទ្រព្យសម្បត្តិពិតប្រាកដនោះទេគ្រាន់តែជាខ្សែសង្វាក់ដ៏ស្រស់ស្អាតពេលអាណាឈរនៅទីនោះដោយអាម៉ាស់ Benjamin ក៏លេចចេញមកសម្លឹងមើលនាងក្នុងស្ថានភាពដ៏កំសត់របស់នាងគាត់បាននិយាយដោយការពេញចិត្តយ៉ាងខូចខើដោយមានការលើកទឹកចិត្តពីកូនស្រីអាណាស្រាប់តែបោះប្រអប់គ្រឿងអលង្ការទាំងមូលទៅលើដីនាងបានប្រាប់ Benjamin ថាគាត់នឹងសោកស្ដាយអ្វីទាំងអស់ក្នុងពេលឆាប់នេះដោយគ្មានជំរឿផ្សេងពួកគេបានទៅការដេញថ្លៃលបែងត្បូងថ្ម
នៅទីនោះពួកគេបានរត់ចូលទៅក្នុង Benjamin និងគ្រួសាររបស់គាត់ម្ដងទៀតម្ដាយក្មេករបស់នាងនិង Emily បានចំអកឲ្យ Anna ដោយនិយាយថាក្មេងប្រុសនៅក្នុងពោះរបស់ Emily គឺជាតារាសំណាងពិតប្រាកដរបស់គ្រួសារនៅក្នុងជុំដំបូងនៃការដេញថ្លៃ Emily ទទួលបានប្រាក់ចំណេញតិចតួចដែលជំរុញដោយថាមពលសំណាងដែលលេចធ្លាយរបស់ទារកនោះគ្រាន់តែពង្រឹងជំនឿរបស់ពួកគេថា Emily គឺជាអ្នកមានសំណាងអ្វីដែលពួកគេមិនដឹងនោះគឺថាសំណាងពិតប្រាកដគឺនៅជាមួយ Anna មិនយូរប៉ុន្មានថ្មដែលគេបោះចោលនិងមិនចង់បានត្រូវបានគេយកមកតម្លៃចាប់ផ្ដើមគឺ50,000គ្មាននរណាម្នាក់ចង់បានវាទេប៉ុន្តែទារកមានអារម្មណ៍ថាមានសំណាងដ៏ធំលាក់នៅខាងក្នុងវានាងបានប្រាប់អាណាថានេះគឺជាកំណប់ទ្រព្យថ្ងៃនេះអាណាបានដាក់ដេញថ្លៃ Emily និងម្ដាយក្មេករបស់នាងបានដំឡើងថ្លៃដោយចេតនាដោយព្យាយាមបញ្ឆោតនាងឲ្យខ្ជះខ្ជាយលុយទាំងអស់របស់នាងនៅលើថ្មដែលគ្មានតម្លៃតម្លៃបានឡើងដល់$500,000អាណាបានចំណាយអ្វីគ្រប់យ៉ាងដែលនាងមាន Emily បន្តដេញថ្លៃ Benjamin បានលោតត្រង់ដល់2លានដោយមានការទូចរបស់ទារកអាណាបានគ្រវីថ្មិញហើយដំឡើងវាដល់3លានដោយឈ្នះថ្មអ្នករាល់គ្នានៅក្នុងបន្ទប់មើលមកនាងដូចជានាងឈួត Emily ញឹមរង់ចាំមើលនាង